chẳng đang thay pin này ở này miền chỉ cai bị ca rồi có chỉ việc sắm đây rồi có việc xa sắm ngặt nam vui để bỏ khi tao vinh tao mỏi đăng thang đào màu ngày nó áo phấn ách đăng này đôi trẻ ok một thời chẳng đại ở đây tao bao nhiêu thằng miếng khi và tiền làm tình lại tóc ấy chẳng á anh cái đăng mô khá nhé cái đăng này sẽ set mood set đăng ấy này hay bị khác bong ôn xảy khi dương mẹ chăm bánh ao tạc khang phò quạt nè chắp đau là hô tê bà sân chỉ dương cho ngay chăng á còn dương ai chắp đau của đây muốn vào đây bắt đây dương tê mình đã tiền ok smep phụ nhóm nhưng cái tha cắt tạp về khác là muối cái xu chờn tí muối cắt hưởng hong xôi cắt hưởng xôi tha can bao thử cho năm một phụ nhóm một hay vì trai đòn ấy cho năm khỏi nó biết thử cho năm pin nẹn nhom chẳng tới pin nẹn nhom thử cắt tha 2 ឆ្នាំក្រោយមើលទៅ 2 ឆ្នាំក្រោយគួរយកអត់ចឹងណាប៉ុន្តែតន្ទឹមនឹងនឹងដែរក៏ខ្ញុំត្រូវគិតលើស្ថានភាពហេតុវត្ថុរបស់ពួកខ្ញុំទៀតថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់អត់នៅក្នុងការគ្រប់គ្រងកូនផុសពួកខ្ញុំអញ្ចឹងណាបងព្រោះអីពេលដែលខ្ញុំមានកូនពីរអ្នកខ្ញុំមានកូនគឺមិនតែយើងពីរ តែយើងពីរនាក់ឯងយើងត្រូវគិតកូនហើយណាគេមើលកូនមើលកូនមិនហើយយើងចង់បានអីល្អសម្រាប់ពួកគាត់ហើយដល់ពេលគាត់ធំទៅមិនទៅអីមិនទៅវាវែងឆ្ងាយច្រើនតែស្វ័យមកយើងនៅដល់ឥឡូវទី1ណាមួយពេលដែលខ្ញុំការហ្នឹងគឺរៀងក្មេងដែរអញ្ចឹងទៅចង់ដើរលេងពីអ្នកប្តីប្រពន្ធសិនអញ្ចឹងណាហ្វាន់ឈៀលអត់តែឈៀលសិនណាមួយកាលនៅកំមុំម៉ែរៀងតឹងដែរដាក់មកអត់ដែរបងចង់សួរមួយទៀតអូនឯងមិញថាត្រៀមទៅលើគម្រោងសេដ្ឋកិច្ចហិរញ្ញវត្ថុចាអូនចុះមានអីផ្សេងទៀតដែលអូនឯងត្រៀមនៅក្នុងការសម្រេចចិត្តថាគួរមាន baby អត់ក្រៅពីមើលមិនអូនឯងនិយាយមានសេដ្ឋកិច្ចហិរញ្ញវត្ថុហើយនឹងទំនួលខុសត្រូវតែក្រៅពីហ្នឹងមានអីទៀតទេអូនឬក៏តែប៉ុណ្្នឹងទេជឿមានតែប៉ុណ្្នឹងឯណោះអូខេជឿមានតែប៉ុណ្្នឹងហ្មងអូខេតែតាមពិតប៉ុណ្្នឹងក៏វា make sense វាគ្រប់គ្រាន់ហើយប៉ុណ្្នឹងវាកតាធំហ្មងលុយអត់លុយហ្នឹងតែអត់លុយយកកូនមកអត់មានលុយចាំមិនកើតហ្នឹងហើយត្រូវហើយចឹងអូនឯងការបាន2ឆ្នាំចឹងមានន័យថាក្នុងកំឡុងពេលហ្នឹងបើយើងអត់តន់ចង់បានចឹងអូនឯងមានមធ្យោបាយពជាកណាតអីឬមួយក៏តាមធម្មជាតិពីខ្ញុំគិតថាតាមធម្មជាតិនិយាយទៅបសម្រាប់ខ្ញុំវិញមេហាបើមានក៏មានមិនមានក៏ហ្នឹងហើយមែនទេអត់ទេអាពេលដំបូងត្រូវអត់មានហ្មងនិយាយទៅពេលដំបូងយើងត្រូវអត់មានហ្មងពេលដំបូងត្រូវអត់មានពេលអត់មានទេអូនឯងការវាខ្លួនរបៀបម៉េចសួរបានទេអូនហ្នឹងហើយអញ្ចឹងសម្រាប់ការពជាកំណើរបស់ពួកខ្ញុំអត់ត្រូវការថ្នាំទេខ្ញុំអត់ចូលចិត្តប្រើថ្នាំទេដោយសារវាប៉ះពាល់ទៅដល់សុខភាពខ្ញុំខាងក្នុងអញ្ចឹងណាបងគាត់គិតយើងគិតចឹងហ្នឹងខ្ញុំអត់ចង់ប្រើថ្នាំហើយខ្ញុំប្រាប់គាត់តាំងពីដើមហ្មងថាខ្ញុំអត់ប្រើថ្នាំទេព្រោះប្រើថ្នាំវាឡើងគីឡូអីអញ្ចឹងណាប៉ុន្តែឥឡូវឡើងគីឡូដោយសារញ៉ាំច្រើនពេកទេហើយណាមួយវាដូចរបៀបវាប៉ះពាល់ដល់វត្តរដូវរបស់ពួកខ្ញុំចិត្តផងខ្ញុំទៀតមិនពួកខ្ញុំឯងវាប៉ះពាល់ដល់រដូវរបស់ខ្ញុំទៀតបងប្អូនមកលេងហ្នឹងហើយរងថ្ងៃហ្នឹងវាទៀងអីអញ្ចឹងបើខ្ញុំប្រើថ្នាំទៅវាអាចប៉ះពាល់ច្រើនញ៉ៃអញ្ចឹងហើយមូម៉ៅច្រើនអីអញ្ចឹងក៏ខ្ញុំអត់ចូលចិត្តប្រើថ្នាំអញ្ចឹងទៅហើយក៏ប្រើធម្មជាតិទៅហ្នឹងហើយបញ្ជាក់បន្ថែមតិចបានន័យថារបៀបពជាកណាធម្មជាតិបងឯងហ្នឹងអូនឯងធ្វើរបៀបម៉េចសម្រាប់ពីអ្នកខ្ញុំគឺខ្ញុំពជាតាមរាប់វត្តរដូវផុសខ្ញុំណាដូចមនុស្សស្រីយើងមិនមួយខែមកម្ដងអញ្ចឹងបើសិនជាអ្នកអត់ទៀងរៀងពិបាកបន្តិចប៉ុន្តែបើសិនជាខ្ញុំទៀងអញ្ចឹងខ្ញុំថ្ងៃមករដូវទី1ណាហ្នឹងគឺរាប់ថ្ងៃទី1ហើយប្រហែលថ្ងៃអញ្ចឹងទៅយើង ovulate ទៅធ្លាក់ពងថាធ្លាក់ពងបន្តិចធ្លាក់ពងវាធ្លាក់ពងអញ្ចឹងណាអញ្ចឹងតែកន្លែងពេលវេលាមួយហ្នឹងឯងបាទយើងអាចមានកូនកើតអញ្ចឹងណាអញ្ចឹងយើងជិះតែពេលហ្នឹងទៅហ្នឹងហើយយើងជិះតែពេលហ្នឹងទៅបានហើយហ្នឹងហើយម្យ៉ាងដែរហ្នឹងហើយអញ្ចឹងអូនឯងអត់ប្រើថ្នាំទេអូនឯងប្រើវិធីហ្នឹងចាហ្នឹងហើយតាមពិតអូនឯងបងយល់ពី concern យល់ពីការបារម្ភរបស់អូនឯងតើតើទៅនឹងរឿងប្រើថ្នាំប្រើអីហ្នឹងប៉ុន្តែឥឡូវហ្នឹងគេមានមធ្យោបាយពជាកណាច្រើនហ្នឹងហើយមធ្យោបាយពជាកណាទៅនៅបងអូនមានតាំងពីស្រោមអនាម័យមានតាំងពីកងដាក់ក្រោមស្បែកកងដាក់ក្នុងស្បូនមានច្រើនមានចាក់មានអីទៀតបងបើតាមបងដឹងអានេះវាទៅតាមសុខភាពរបស់មនុស្សម្នាក់បើថាចង់ឲ្យច្បាស់ហ្មងគឺយើងនិយាយជាមួយនឹងគ្រូពេទ្យជំនាញប៉ុន្តែជាទូទៅវាអត់មានអីទេព្រោះគេធ្វើមកដើម្បីព
ពជាកណាវាមិនមែនធ្វើមកដើម្បីឲ្យយើងមានបញ្ហាអញ្ចឹងវាអត់សូវមានរឿងប្រឈមដែលយើងគួរឲ្យបារម្ភប៉ុន្តែយើងអាចបងឯងនិយាយថាអូនឯងដឹងតែទៅប្រើបានហើយស្រាប់តែដល់អូនឯងមានបញ្ហាអីផ្សេងបងអត់ដឹងអញ្ ចុះ ចឹង ពជាកំណើតមានតែមនុស្សស្រីហើយចុះមនុស្សប្រុសពជាកើតអត់ចុះ ស្រោមអនាម័យហ្នឹងឯងអូនឬក៏មួយទៀតចងមេជីវិត ហ្នឹងហើយ vasectomy តែនឹងយើងអាច reverse vasectomy អីកើតអត់ តែអុយអត់កើតទេអីអូនតែនៅតែចង ចុះខ្ញុំសើច Google គេថាបានហ្នឹង អីចងអីកាត់ នោះអាហ្នឹងកាត់ អូដូចអាម៉ាតមែន មែនទេនៅមានទេនៅមានកាត់ ទេនៅមានមេជីវិតមកសើច្បាស់រឿងហ្នឹងដែរនិយាយទៅខ្លាចខប៉ុន្តែ អត់ច្បាស់ដែរ ហ្នឹងហើយអូនឯងរៀនសូត្រអីបានខ្លះពីពេលដែលយើងមានជីវិតគូចឹងទៅ ចា៎ ដូចថាពីមុនមករបស់ដែលយើងគិតថាយើងមិនចាំបាច់ត្រូវដឹងតែឥឡូវហ្នឹងយើងចាំបាច់ត្រូវដឹងនៅក្នុងជីវិតគូតើវាមានចំណុចអីខ្លះដែរតើតោះទៅនឹងសុខភាពផ្លូវភេទ កាលពីយើងនៅជីវិតគូអត់តនៅម្នាក់ឯងអញ្ចឹងយើងពីច្រើនយើងគិតតែពីខ្លួនឯងយើងដឹងថាអូខេមិនក៏បានណាប៉ុន្តែនៅពេលដែលឧទាហរណ៍ថាឥឡូវពេលការអញ្ចឹងសូម្បីតែពេលការក៏មកថាអូហើយពីអ្នកទៅពិនិត្យសុខភាពទៅអញ្ចឹងណាអូខេ មុនការអញ្ចឹងឲ្យច្បាស់ហ្នឹងហើយព្រោះអ្នកខ្លះគាត់តែងតែនិយាយថាអូខេធ្លាប់មានបញ្ហាអីកើតឡើងអត់ហើយបើយកកូនទៅមានបញ្ហាដល់កូនអត់អញ្ចឹងអាហ្នឹងវាជាមានន័យថាគំនិតយោបល់ល្អរបស់គាត់មួយដែលយើងធ្វើទៅគឺថ្ងៃក្រោយវាមានប៉ះពាល់ដល់គ្នាទេអញ្ចឹងត្រឡប់មកវិញគឺពីមុនយើងសើដឹងទេដល់ពេលយើងនេះពេលដែលមកការហើយយើងចាប់ផ្ដើមគិតគូទាំងពីរនាក់មានថាយើងយល់ដឹងទាំងអស់គ្នាដើម្បីជាប្រយោជន៍សុខភាពយើងទាំងពីរនាក់ហ្មងអញ្ចឹងជាពិសេសផ្លូវកាយនិងផ្លូវភេទរបស់យើងហ្នឹង ហ្នឹងហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ពេលដែលខ្ញុំទៅពិនិត្យសុខភាពមុនការហ្នឹងណាពិនិត្យសុខភាពមុនការហ្នឹងគឺពេទ្យគាត់ប្រាប់អា result ហ្នឹងថាណាគេដូចជាដូចរបៀបអបមូនខ្លាំងជាងណាហ្នឹងហើយណាគេអបមូនខ្លាំងជាងអញ្ចឹងទៅជាទូទៅកូនកាត់ទៅម្នាក់ហ្នឹងហើយប្រុសឬក៏ស្រីហ្នឹងហើយហ្នឹងហើយ it's just we're something ដែលខ្ញុំ realize ដែរហ្នឹងហ្នឹងហើយតំណឹកហ្នឹងហើយអូខេចាំមានន័យថាទៅបែបផ្ទាល់ហ្មងអត់មានជា platform អីឬក៏មាន YouTube អីចឹងទៅអូខេអញ្ចឹងឃើញថាដៃគូគេថ្មីគេមុនការគេឡើងគិតគូច្រើនតាំងពីរឿងពិនិត្យសុខភាពតាំងពីអីតាំងពីយល់ដឹងពីគ្នាទៅវិញទៅមកប៉ុន្តែបងគាត់ថាអានេះវាមិនថាវាខុសគ្នាខ្លាំងទេប៉ុន្តែមានយុវវ័យមួយចំនួនដែលគាត់រៀបការហើយឬក៏គាត់មានតំណែងដៃគូអីចឹងប៉ុន្តែគាត់អត់មានអតិភិបនៅក្នុងការធ្វើដូចយើងអញ្ចឹងទេអញ្ចឹងទៅបងចង់ជាឱកាសនេះណែនាំទៅពួកគាត់បន្តិចតាក់ទងទៅនឹង via website via Cambodia ហ្នឹងគឺគេធ្វើឡើងវាជា website មួយអញ្ចឹងអ្នកនរគ្នាអាចចូលទៅបានហើយនៅក្នុងហ្នឹងគេនិយាយតាក់ទងទៅនឹងសុខភាពបន្តពូជសុខភាពផ្លូវភេទមានសំណួរអីអាចសួរនាំគេបានហ្នឹងអូនឯងអាចប្រាប់តគ្នាបានកន្លងអ្នកដែលគាត់អត់ដែរស្គាល់អីអញ្ចឹងណាឆ្ងល់លើសារបងនិយាយពី via ចឹងណាវាជាវេទិកាមួយដែលយើងដឹងពីបញ្ហាស្ត្រីប៉ុន្តែយើងអត់ដឹងថាវាមិនឲ្យច្បាស់ចឹងទៅចង់ដឹងពីបងវិញថាតើ via ហ្នឹងគេមានតែ website ឬក៏មិនដែរហ្នឹងហើយឧទាហរណ៍ម៉ាក់ខ្ញុំគាត់ចង់សួរឧទាហរណ៍ឯណាហើយគាត់ឆាតទៅ Facebook អីកើតដែរអូខេvia Cambodia ហ្នឹងគេមាន platform ច្រើនមានទាំង website Facebook មានទាំង Telegram មានទាំង IG ចឹងបើសិនជាយើងអូនឯងប្រុសក៏សួរបានស្រីក៏សួរបានអាយុម៉ានក៏សួរបានដែរគេធ្វើ platform ហ្នឹងឡើងដើម្បីជាវេទិកាមួយឲ្យអ្នកដែលគាត់មានចម្ងល់តាក់ទងទៅនឹងសុខភាពផ្លូវភេទសុខភាពបន្តពូជហ្នឹងគាត់បានយល់ដឹងពីរឿងទាំងអស់ហ្នឹងហើយសួរទៅអូម៉ាថាអូនឯងមានចម្ងល់អញ្ចឹងអាចឆាតទៅ Messenger ផ្ទាល់ក៏បានដែរហើយគេមានអ្នកជំនាញដែលជាគ្រូពេទ្យ certified ត្រឹមត្រូវគេចាំឆ្លើយមួយយើងអញ្ចឹងទៅចឹងអូនឯងបាច់ហត់ស្រីបងស្រីអូនហើយបាច់ចាំបាច់ហត់ទៅ search YouTube អីណានឹងអង្គុយមើលហ្នឹងអត់ទេវាមានថាកន្លែងមួយដែលច្បាស់លាស់ហើយយើងអាចទុកចិត្តបានព័ត៌មានហ្នឹងទុកចិត្តបានអត់អីទេហើយមួយទៀតមិនបាច់ភ័យថាតិចទៅសួរទៅលេងគេបែកធ្លាយសំណួរនៅលើអនឡាញអត់ទេគេរក្សាការសម្ងាត់ឲ្យយើងទាំងអស់គ្នាចុះឧទាហរណ៍ថាបើសិនជាគាត់ប្រឹក្សាអញ្ចឹងហើយអញ្ចឹងគាត់ recommend ពេទ្យឲ្យយើងមែនហ្នឹងហើយ recommend នាំពេទ្យថាពេទ្យនេះត្រូវល្អអីចឹងចាហ្នឹងហើយអូនបញ្ជាក់មួយទៀតអត់អស់លុយទេណាឆាតទៅហ្នឹងអត់មានគិតលុយគិតអីទេប៉ុន្តែបើសិនជាយើងត្រូវទៅពេទ្យទៅអីអាហ្នឹងពីតាមជាក់ស្ដែងគ្រូគាត់ direct ទៅហ្នឹងហើយយ៉ាអូនឥឡូវនេះចូលមកដល់វគ្គមួយដែលរៀងស៊ីជម្រៅបន្តិច18បូក
យ៉ាយ៉ា ថាលេងបងចង់សួរពួកណៃតិចតតងទៅនឹងរឿងនៅក្នុងបន្ទប់គេងចេះសួរស្ដាប់ យ៉ា you know យល់ហើយ ទំនាក់ទំនងផ្លូវភេទ បាទ សំណួរទី1នេះបងចង់សួរថាតើនៅពេលដែលយើងទីថាយើងមានចំណងចង់រ៉ូមែនទិកចង់នៅមួយគ្នាអញ្ចឹងណាចង់ដឹងថាពីរអ្នកអនឡាញមានជាកាយវិការឬក៏ជាពាក្យសម្ដីឬក៏ភាសាសម្ងាត់ណាមួយដែលបោះឲ្យគ្នាទៅវិញទៅមកឲ្យដឹងថាដល់ម៉ោងហើយ នឹងពីច្រើនយើង អៀនខាងស្អីឆ្លើយម្ដង បងនិយាយពីថាអាហ្នឹងគេដូចតាគេដូចតែឯងហ្នឹងបង ធម្មតាពេលខ្លះ ខ្សែភ្នែក កសែផ្នែកភាគច្រើនឲ្យផ្នែកដឹងហើយដូចចេះ អូខេមកធ្វើចឹងដែរ អត់ទេតោះមកឲ្យយើងត្រូវមាន keyword ទៀត something like តោះអីចឹងណាអាហ្នឹងគេដឹងម៉ូគ្នាគេដឹងហើយចឹង set mood ហ្នឹង set អី ហ្នឹងហើយហើយពេលខ្លះទៅបងប្អូនស្រីៗគ្នាយើងមិនមែនចាំបាច់ឲ្យតាខាងប្រុសគាត់អ្នកចាប់ផ្ដើមរហូតទេបើសិនជាយើងចង់អីចឹងណាក៏យើងអាចចាប់ផ្ដើមខ្លួនឯងមុនបានដែរប្តីយើងទេមានណាទៀត អូខេ គេមិនមានអៀនវិញ អូខេតាមពិតមែនតាហ្នឹងយើងមិនចាំបាច់តែយើងមនុស្សប្រុសអ្នកចាប់ផ្ដើមទេតាមខ្ញុំឃើញច្រើនហើយក៏មានថា conversation រវាងស្រីៗអញ្ចឹងណាយើងនិយាយគ្នាបង28ហើយអត់តាន់ការទេអញ្ចឹងមានមិត្តភក្តិដែលគាត់ការច្រើនជុំវិញខ្លួនអញ្ចឹងពេលខ្លះចឹងទៅញ៉ាំកាហ្វេញ៉ាំអីចឹងគាត់មកប្រាប់ហើយ បាទជាទូទៅ បាច់មានខ្លួនទេក៏លោកពួកម៉ែមើលគាត់ប្រាប់ចឹងណាថាពេលខ្លះចង់តែដឹងនិយាយថាម៉េចឬក៏ខ្លាចទៅលើសលួអីចឹងតែតាមពិតបងប្រាប់ទៅវិញថាធម្មតាទេអាហ្នឹង ជីវិតដេប៉ុននិយាយទៅជាទូទៅមានទៅមានមកអញ្ចឹងហ្មងវាជាធម្មតា ក៏ប៉ុន្តែយើងត្រូវ start យើងត្រូវចាប់ផ្ដើមដោយការស្មោះត្រង់មួយគ្នាហ្នឹងហ្មងយើងត្រូវស្មោះត្រង់ចេញពីចិត្តឲ្យអស់ពីពោះហ្មងអញ្ចឹងទៅយើងនិយាយមួយគ្នាលះធ្វើអីក៏ស្រួលមួយគ្នាដែរ ហ្នឹងហើយអូនអូនឯងមិននិយាយថាប្តីរបស់យើងប្រពន្ធរបស់យើងហើយអញ្ចឹងណាប៉ុន្តែពេលខ្លះអាហ្នឹងវាអាចខុសកលៈបន្តិចណាឧទាហរណ៍ដូចថាខាងស្រីឬក៏ខាងប្រុសខាងហត់អត់កើតទេអញ្ចឹងមានករណីមួយចំនួនណាគេដូចថាគាត់បខំទៅទាំងអត់នេះហ្មងណាអាហ្នឹងអូនឯងយល់មិនដែរ ខ្ញុំគិតថាអាហ្នឹងបើសិនជាខាងស្រីគួរតែត្រូវចេះនិយាយពាក្យថាទេបើសិនជាយើងអត់ចង់ ចា ហ្នឹងហើយបើសិនជាយើងអត់ចង់យើងគួរតែនិយាយថាទេហ្មងទៅដោយសារតែទៅវិញទៅមកអាហ្នឹងខ្លួនរបស់យើងឯងហ្នឹងហើយអញ្ចឹងបើពេលខ្លះទៅបើគេចង់អាហ្នឹងរឿងគេប៉ុន្តែយើងគួរប្រាប់ប្តីយើងដែរអាហ្នឹងទៅវិញទៅមកវារឿងស្មោះត្រង់នឹងទៀតថាអូខេថ្ងៃហ្នឹងធ្វើការហត់ហើយតាំងពីព្រឹកមកអញ្ចឹង maybe យើងអាចលើកទៅថ្ងៃក្រោយថ្ងៃស្អែកថ្ងៃអញ្ចឹងយើងលើកថ្ងៃអញ្ចឹងទៅគេអត់អន់ចិត្តខ្លាំងពេកហ្នឹងហើយ តាមពិតកន្លែងនេះអ្នកនរគ្នាស្ដាប់មើលទៅអាចមានអារម្មណ៍ថាអូយអាភ័យមកអង្គុយនិយាយហ្នឹងតែវាធម្មតាទេនៅពេលដែលយើងមានតំណែងនៅជាមួយគ្នាបែបគ្រួសារអញ្ចឹងហើយមួយវិញទៀតវាជាគេហៅថាhealthy វាសុខភាពល្អដល់តាំងតំណែងដៃគូយើងទៀតធ្លាប់លើកគេនិយាយអូនគេថាបើសិនជាគេថាចេះតំណែងផ្លូវភេទណាវាមិនមែនជាកត្តាទាំងមូលដែលធ្វើឲ្យតំណែងដៃគូរបស់យើងជីវិតគូរបស់យើងនឹងវានៅនឹងថងឯងប៉ុន្តែបើសិនជាតំណែងផ្លូវភេទនឹងវាអត់សូវល្អក៏វាជាកត្តាមួយឲ្យយើងនឹងបែកគ្នាដែរហ្នឹងហើយដូចថាយើងនៅមួយគ្នាអត់ចោះសម្រងម្នាក់ចាប់ផ្ដើមឆ្លោះគ្នា ម្នាក់សនុកម្នាក់ទៀតអត់សនុកអីចឹងទៅហ្នឹងហើយចុះណៃវិញបើសិនជាគាត់ឧទាហរណ៍ថាគាត់និយាយថាអត់ទេហត់តែអូនឯងទទួលយកអារម្មណ៍ហ្នឹងមិនអូនឯង react ទៅគាត់មិនដោយសារយើងទៅវិញទៅមកអញ្ចឹងទៅយើងដឹងមួយគ្នាថាអូខេមើលទៅគាត់អត់សោះស្រាយទេអញ្ចឹងទៅអត់សោះស្រាយមានអារម្មណ៍ថាគាត់ affect mood យើងដែរមានថាប៉ះពាល់អារម្មណ៍យើងដែរថាគាត់អត់សោះស្រាយផងហេតុអីបានយើងតែឯងយើងអត់នេះទេអញ្ចឹងយើងត្រូវថា make sure ថាពីរអ្នកយើងហ្នឹងសោះស្រាយទាំងពីរអ្នកអារម្មណ៍ល្អទាំងពីរអ្នកមិនធ្វើអីមួយអូខេចាំមែនហើយយើងយល់ចិត្តគ្នាចោលឯងបើគាត់និយាយថាទេវិញហើយយើងកំពុងតែបនិយាយចិត្តត្រង់ហ្មងអន់ចិត្តចំប្រមូលប៉ុណ្ណឹងហីអូខំមកម៉ែវិញចឹងមកម៉ែហីហើយមិនបើធ្វើច្រឹកចឹងប៉ុន្តែធ្វើម៉េចបើគេអត់ចង់ឲ្យយើង have to respect decision យើងត្រូវគ្រប់
ការសម្រេចចិត្តរបស់គាត់ដូចគ្នា ហ្នឹងហើយនិយាយទៅហើយបន្តមកគាត់ reschedule មកខ្ញុំវិញទៅ ហ្នឹងហើយ ទៅវិញទៅមកនិយាយទៅវិញទៅមក ធម្មតាអូនជីវិតគូចឹងឯងស្អីក៏ដោយយើងត្រូវមានការព្រមព្រៀងគ្នាទៅវិញទៅមកហើយជីវិតគូនេះបើមានដូចថាយើងច្បាស់លាស់មួយគ្នាយើងមានតម្លាភាពអញ្ចឹងហើយយើងមានការអីយើងពិភាក្សាគ្នាចឹងខ្ញុំគិតថាល្អជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងសាធុដែរអូខេ បងបងឆាប់ការជួបមនុស្សដែលបងឯងស្រឡាញ់ ចាសាធុអូខេចុងក្រោយដោយសារយើងចិត្តដល់បញ្ចប់ហើយបងចង់សួរបន្តិចថាតើមានអីបន្ថែមចែកម្លែកទៅកាន់អ្នកមើលរបស់យើងចឹងអណៃមានអីចង់ចែកម្លែកតិចតួចមានកន្លឹះអីនៅក្នុងការរក្សាបងឃើញគូអណៃល្អណាយល់ពីគ្នាមែនតើតែបងអត់នៅក្នុងផ្ទះមួយប៉ុន្តែឃើញអាគេហៅអីគេ chemistry អូខេ chemistry ណានឹង fake អត់បានទេ តែជាធម្មតាស្រឡាញ់គេក៏ស្រឡាញ់ឆ្លោះគ្នាក៏ឆ្លោះដែរប៉ុន្តែយើងត្រូវចាំថាយើងស្រឡាញ់គ្នាហើយឆ្លោះគ្នាហើយកុំភ្លេចផ្សះផ្សាគ្នាផងបាទបើខ្ញុំ share មួយទៀតពួកខ្ញុំពីច្រើនផ្សះផ្សាគ្នាមុនគេងនិយាយត្រង់អត់ចូលគេងតាមកំហឹង អត់ចូលកំហឹងឯព្រោះវាគេអត់លក់អញ្ចឹងព្យាយាមដោះស្រាយគ្នាមុនចូលគេងទៅអញ្ចឹងណាអានោះស្រាប់បានចប់អញ្ចឹងអើយអត់ដឹងទេអាចយូរពេលខ្លះដល់2 3អញ្ចឹងទៅនិយាយគ្នាអញ្ចឹងច្រើនអញ្ចឹងទៅអញ្ចឹងគាត់ថា make sure ថាយើងអត់មានកំហឹងពេលយើងគេងទៅវាអត់ឆ្លាស់ខ្លួនហ្នឹងហើយចុងក្រោយនៅតែយើងនៅមួយគ្នាហ្នឹងហើយបើថាឧទាហរណ៍ហ្មងមិនសមមិនតែឆ្លោះគ្នាហើយហ្នឹងហើយតោះមកហើយខ្ញុំសួរបញ្ជាក់គាត់យកមានខឹងមីទៀតទេណាឥឡូវឆ្លោះគ្នាហ្នឹងចប់អត់ចប់ like វាមាន ending ទៅត្រូវលេងចូលហេវិញអត់ហ្នឹងហើយរបៀបចឹងតែឥឡូវខឹងទៀតអត់ចាប់នៅមានដំណោះស្រាយអត់វាអញ្ចឹងហ្នឹងហើយអូខេអូនតាមពិតដៃគូល្អយើងដូចជាពួកម៉ាក់អញ្ចឹងណាមែនទេអូនដូចពួកម៉ាក់បន្តិចដូចបងប្អូនបន្តិចដូចសត្រូវត្រូវដែរគាត់ឆ្លោះគ្នាខ្លាំងណាស់ខឹងហ្មងហ្នឹងវា keep relationship យើង alive វាធ្វើឲ្យវាមានជីវិតជីវ៉ា burning ដាក់ដូចតាហេងថ្មិញចុះអូនតានៅចិត្តគ្នាប៉ះគ្នាចឹងឯងហ្នឹងហើយអរគុណច្រើនអូនសម្រាប់ការចូលរួមថ្ងៃនេះអនឡាញបានចែកម្លែកច្រើនមែនតើហើយបងគិតថា podcast មួយនេះនឹងមានប្រយោជន៍ដល់ដៃគូក្មេងៗក៏ដូចជាដៃគូដែលគាត់មានវ័យទេជាងយើងអីក៏អាចគាត់ស្ដាប់ទៅ relate ដែរខ្ញុំមាន message ទៅបងប្អូនស្រីៗយើងដែលខ្ញុំគិតថាបងប្អូនទាំងអស់គ្នាគួរតែមានភាពស្មោះត្រង់ជាពិសេសទៅលើដៃគូប្តីយើងហ្នឹងទៅលើប្តីបើសិនជាយើងមានបញ្ហាអីមួយមានតែគាត់ហ្នឹងឯងនៅចិត្តយើងជាងគេអញ្ចឹងទៅគាត់ដឹងបញ្ហាសុខទុក្ខយើងគាត់អាចជួយយើងបានអញ្ចឹងកុំភ្លេចស្មោះត្រង់ជាមួយនឹងដៃគូរបស់យើងហើយក៏ឲ្យគាត់ស្មោះត្រង់មួយយើងវិញទៅវានៅមួយគ្នាបានយូរហ្នឹងហើយណៃស្មោះត្រង់វិញអត់ដូចគ្នានិយាយដូចយឺតដល់អីតែអាហ្នឹងមែនអូនសំខាន់ណាស់ណាបងមានមិត្តភ័ក្តិអ្នកដែលស្គាល់អីហ្នឹងគាត់ពេលខ្លះក៏មានបញ្ហាជាពិសេសកន្លែង private part របស់គាត់ដើមទ្រូងឬក៏ប្រដាប់ភេទហ្នឹងហើយគូតគាត់អីចឹងណាសំទោសខ្ញុំអត់ហៅពាក្យហ្នឹងអត់តាន់អញ្ចឹងទៅគាត់អត់ហ៊ាននិយាយមួយដៃគូគាត់ទេចាប្តីគាត់ក៏ដោយឬក៏ដៃគូដែលគាត់នៅជាមួយហ្នឹងគាត់បាននិយាយមួយមិត្តភ័ក្តិជិតស្និទ្ធណែអ្នកជូនទៅប៉ែតចឹងគាត់អៀនអញ្ចឹងកន្លែងនេះក៏ចង់លើកទឹកចិត្តឲ្យគាត់ហ៊ាននិយាយព្រោះខ្លួនប្រាំរបស់យើងទេបើយើងមិននិយាយមានអ្នកណាទៅដឹងមានអ្នកគេជួយយើងកាត់នៅកន្លែងអៀនហើយរឿងទាំងអស់ហ្នឹងអត់គួរអៀនទេហ្នឹងហើយចូលមកដល់ចុងក្រោយដែរបងចង់អរគុណពួកណៃទាំងពីរនាក់ដែលបានចំណាយពេលវេលានេះចូលរួមជាមួយនឹងពួកបងនៅក្នុង podcast មួយនេះបងគិតថាវាមានប្រយោជន៍មែនតើនៅក្នុងការចែកម្លែករបស់អូនឯងតាំងពីរឿងសុខភាពដៃគូគ្រួសារសុខភាពផ្លូវភេទសុខភាពបន្តពូជអានេះគឺវាជាការចែកម្លែកល្អៗទៅកាន់យុវវ័យទាំងអស់គ្នាហើយដែលសំខាន់ជាងគេចង់ជាឱកាសនៅក្នុងការនិយាយផ្ទាល់ទៅកាន់ស្ត្រីរបស់យើងដែរជាពិសេសមិនថាវ័យក្មេងវ័យណាខ្ញុំចង់ឲ្យគាត់ហ៊ាននិយាយហ៊ានចែកម្លែកហ៊ានសួរនាំពីសុខភាពបន្តពូជសុខភាពផ្លូវភេទវាមិនមែនជារឿងគួរឲ្យអៀនខ្មាស់គួរឲ្យអាម៉ាស់ទេសុខភាពរបស់យើងបើយើងមិនហ៊ាននិយាយតើណាគេមិននិយាយជាមួយយើងជាងការយើងឈឺតែឯងអីតែឯងពិបាកតែខ្លួនឯងនឹងហើយមួយវិញទៀតដែរ podcast យើងថ្ងៃនេះល្អមែនតើដែលបានដៃគូជាក់ស្ដែងគាត់ចូលរួមចែកម្លែកអញ្ចឹងទៅវាជាជីវិតពិតជាក់ស្ដែងបទពិសោធន៍ជាក់ស្ដែងមានប្រយោជន៍ទៅដល់អ្នកដែលគាត់មើលផ្សេងៗទៀតដែលគាត់នៅក្នុងជីវិតគូដែរចា៎ជម្រាបលាជួបគ្នានៅឱកាសក្រោយៗទៀតបាយបាយ